បាទរបៀបដែលយើង import file លំហាត់ពី Excel ចូលមកក្នុង Word ហើយយើងអាចកែវាបាននៅក្នុងកម្មវិធី Word យើងមើលលើក្រដាសរបស់យើងវាមាន Excel ហើយនិង Word នៅខាងក្រោម Excel នៅខាងលើអញ្ចឹងបើចង់ដឹងចូលទស្សនាវីដេអូដល់គ្នាបាទអញ្ចឹងជាដំបូងយើងចូលមកកាន់ insert សិនមកបាទហើយយើងយក text តមកយើងចូលពាក្យថា object តមកយើងយក create from file នេះមកហើយយើងយក browser យើង scroll ទៅរកមើល folder លំហាត់របស់យើងបាទហើយយកលំហាត់របស់ខ្ញុំនេះហើយយក folder មួយចុះ file មួយនេះចុច insert វាមកហើយអូខេបាទអញ្ចឹងនៅពេលដែលយើងអូខេគឺវានឹងលោតចូលតារាង Excel ដែលយើងបានធ្វើក្នុង Excel នោះចូលក្នុងកម្មវិធី Word អញ្ចឹងកាលណាលោតចូលមកហើយគឺអាចធ្វើការកែវាបាននៅលើកម្មវិធី Word តតែម្ដងអញ្ចឹងដើម្បីកែវាបានគឺគ្រាន់តែ double click ទៅលើវាមកអញ្ចឹងវានឹងលោតចូលមកតារាង Excel ហើយនេះឃើញមានទេអញ្ចឹងធ្វើការកែប្រែវាទៅតាមចិត្តប្រាថ្នារបស់យើង45អីចឹងទៅចិត្តហ្នឹងឃើញវាលោតចូលមកនេះឃើញទេបាទបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណយើងចង់គ្នាគឺតែ clip វាលើវាចេញមកហើយយើងនឹងបានទេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យថាចង់រៀនឬឆាតចូល page